បើសិនជាកំពុងតែផ្ទុកជំងឺកាមរោគទាំងអស់នេះទី1ជំងឺស្វាយទី2ជំងឺប្រមេះទី3ជំងឺសេះមាន់ទី4 HIV ចម្លើយគឺមិនគួររួមភេទបានទេបើសិនជាធ្វើការតមរួមភេទសិនឬក៏យើងមានវិធីសាស្ត្រទប់ស្កាត់បែបផ្សេងដោយសារការពារស្រោមអនាម័យជាដើមតែស្ថិតនៅក្នុងដំណាក់កាលមួយត្រូវតែព្យាបាលដែរជាពិសេសការរោគសេះមាន់ដែលគូសុំលើកអាហ្នឹងហើយនឹងពពុះប្រមេះសម្បូរខ្លាំងមែនតើប្រមេះទឹកបែកប្រមេះទឹកថ្លាហើយនឹងជំងឺសេះមាន់សម្រាប់ពពួកជំងឺសេះមាន់វិញណាបងប្អូនបើសិនជាអ្នកមានដៃគូឬក៏អ្នកមានគ្រួសារអ្នកគ្រូសូមផ្ដល់យោបល់ថាត្រូវដោះស្រាយទាំងពីរអ្នកដៃគូព្រោះជំងឺនឹងគឺជាជំងឺឆ្លងណាចំពោះបញ្ហានៃការប្រឈមវិញណានៅពេលដែលកើតជំងឺនឹងបងប្អូនពិបាករួមភេទដែរព្រោះត្រូវការតមត្រូវអត់ទី2ជំងឺនឹងបើសិនជាដោះស្រាយតន់ត្រឹមតែនៅកម្រិតស្រាលគឺបងប្អូនញ៉ាំតាមព្យាបាលជាតែបើសិនជាកម្រិតធ្ងន់ទៅជាលេខរៀងសាច់កាច10លេខរៀងទី16ឬក៏18ហ្នឹងវាប្រឈមវត្តទៅជាមហារីកមាត់ស្ពោះបានមិនអាចធ្វើសារទេព្រោះវីរុសនេះវីរុសសេះមាន់វាខុសពីវីរុស HIV វីរុស HPV វាមិនឆ្លងទៅកាន់ឈាមដូច HIV ក៏ប៉ុន្មានប៉ុន្តែក៏វាអាចបង្កបញ្ហាធ្ងន់ធ្ងរដែរបើសិនជាបងប្អូនសន្សំវាទុកអត់ព្រមដោះស្រាយច្បាស់បានត្រឹមត្រូវក្នុងវីដេអូនេះអ្នកគ្រូសូមមកនិយាយដដែលថាបងប្អូនព្យាយាមតាមដានសុខភាពខ្លួនឯងបានដិតដល់បន្តិចហើយតាមដានដឹងហើយតែខ្លួនឯងមានបញ្ហាខុសប្រក្រតីសូមប្រញាប់រកដំណោះស្រាយឲ្យត្រូវឲ្យចំគោលដៅកុំជីតែសន្សំទុកណាព្រោះជំងឺខ្លះដោះស្រាយអត់បានឬក៏ញ៉ាំតាមអត់បានទេជំងឺខ្លះនេះឧទាហរណ៍ដូចជំងឺអីគេកាមរោគមុននឹងអញ្ចឹងណាសាច់វាធំបងប្អូនសាច់ធំនេះឧទាហរណ៍នេះក៏បានយករូបភាពឲ្យមើលសាច់ធំមិនអាចញ៉ាំថ្នាំឲ្យបាត់ភ្លាមទេណា